បាទហើយជាបន្តទៀតនេះគឺសូមទទួលយកសំណួរខ្លះៗមើលវិភាសាគ្នាក្រែងលោកខ្ញុំអាចចែករំលែកអ្វីបានខ្លះហើយនឹងរៀនសូត្រយ៉ាងណាខ្លះពីប្រិមិត្តមកវិញណាបាទគឺបាទទៅដល់តាមណាចេះអូខេភពប្ររតនីគេថាមតិខ្ញុំតើនេះជាយុទ្ធសាស្ត្ររបស់លោកត្រាំក្នុងការបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដើម្បីវែកមុខអ្នកនៅពីក្រោយអ៊ីរ៉ង់ឬយ៉ាងណាបាទមានអីពិបាករកមុខនៅអ៊ីរ៉ង់ទៀតគឺអ្នកនៅពីក្រោយអ៊ីរ៉ង់ហ្នឹងគឺរុស្ស៊ីចិនហ្នឹងហើយដែលជាសម្ព័ន្ធមិត្តរបស់គាត់ហ្នឹងសេចជាតិថាមិនសេចជាតិកាលពីខ្ញុំនៅក្មេងខ្ញុំជួយចិត្តស្ដាប់ព័ត៌មានរហូតចង់ធ្វើជាអ្នកនិយាយព័ត៌មានអូចាឥឡូវចង់ឡើងចង់ហ៎ធ្វើគ្រូប្រវត្តិវិទ្យាវិញម្ដងបាទមិនអីទេធ្វើអីក៏បានឲ្យតែយើងបានចូលរួមចំណែកទៅដល់ការបដោះបដាលមនុស្សចំនួនក្រោយទៀតទៅបាទល្អដែរសុចិត្តតិនបាទសុចិត្តតិនបង Trump want to bring Iran to Stone Age seem very cruel to Iran could you share your comment បងបាទមានគេធ្វើ comment ច្រើនដែលខ្ញុំដកស្រង់ comment របស់គេវិញមកវិញចោះដូចដែលខ្ញុំបាននិយាយហើយនិយាយទៀតថាខ្ញុំមិនមែនអ្នកជំនាញនៅខាងមជ្ឈមបូព៌ាទេចាំបើទោះបីជាខ្ញុំបានដឹងតាមរយៈអានព័ត៌មានខ្ញុំសូមមិនអះអាងថាខ្ញុំជាអ្នកជំនាញអីទេអញ្ចឹងណាអញ្ចឹងខ្ញុំសូមចែករំលែកពីគេមកវិញអ្នកស្រីមួយនោះគាត់ជាដូចជាធ្លាប់ធ្វើនៅ VOA ដែលខាង VOA វិស័យអារម្មណ៍មករយៈគាត់ឈប់តែឥឡូវគាត់ខ្លាចទៅជាអ្នកគាត់ជាសកម្មជនរបស់អ៊ីរ៉ង់នៅខាងក្រៅប្រទេសណាក្រុមប្រឆាំងរដ្ឋាភិបាលនោះឥឡូវគាត់ធ្វើជាអ្នកអត្ថាធិប្បាយដូចជាតាមទូរទស្សន៍ CBS អីក៏អីគឺប៉ុន្តែថ្ងៃមុនគាត់ឡើង CNN គាត់និយាយភ្លាមក្រោយពីលោកប្រធានាធិបតីមានប្រសាសន៍ពីរឿង Stone Age ហ្នឹងអ្វីដែលគាត់និយាយគឺថាពីរចំណុចដែលខ្ញុំចាប់អារម្មណ៍គាត់និយាយនឹងគឺទី1តាក់ទងជាមួយនឹង Stone Age ហ្នឹងគាត់ថាគ្មានអ្វីដែលត្រឡប់ទៅ Stone Age ជាងពេលបច្ចុប្បន្នទេគាត់ថាអញ្ចឹងណាគឺរីចម្រើនតែយោធាក៏ប៉ុន្តែប្រជាពលរដ្ឋគាត់ជួបការលំបាកហ្នឹងតាមមតិរបស់គាត់ណាបាទហើយនឹងមួយទៀតគាត់និយាយថាសាររដ្ឋអាមេរិកហ្នឹងគឺទោះបីជាចរចាជាមួយនរណាគឺពួកហ្នឹងគឺវាជារឿងមួយពួកខុសខើស្រាប់ទៅហើយបាទនិយាយគាត់អ្នកប្រឆាំងអាហ្នឹងបាទហ្នឹងគឺមតិរបស់គាត់លើកឡើងអញ្ចឹងបាទគឺបើតាមយោបល់ខ្ញុំការដែលទាញអ៊ីរ៉ង់ទៅ Stone Age អីក៏ដោយហ្នឹងគឺខ្ញុំយល់ចេះវិញបាទខ្ញុំយល់ថាដឹកនាំអ៊ីរ៉ង់ហ្នឹងគាត់មិនល្ងងរហូតដល់ថ្នាក់គេកំទេចគាត់ទៅជា Stone Age ទេចង់អាចនឹងមានការព្រមព្រៀងគ្នាណាមួយបាទពីព្រោះយើងត្រូវដឹងពីអ្នកដែលកំពុងធ្វើសង្គ្រាមហ្នឹងគាត់ចង់បានអីបាទលោកត្រាំហ្នឹងគឺគាត់ប្រកាសហើយគាត់ថាគាត់ចង់បានប្រេងហើយនឹងចង់ឲ្យអ៊ីរ៉ង់បើកងាកមកធ្វើការជាមួយនឹងសហរដ្ឋអាមេរិកប៉ុន្តែគាត់អត់ដែលបាននិយាយទេថាគាត់ធ្វើការជាមួយនឹងអ្នកនេះអ្នកនោះឧទាហរណ៍ដូចផាឡាវីដែលជាព្រះរាជទាយាទអីចឹងអញ្ចឹងគឺពីមុនមកគេសង្ឃឹមថាព្រះរាជទាយាទហ្នឹងអាចនឹងទៅបានទៅដឹកនាំព្រះអង្គថែមនឹងត្រៀមបកាយផងក៏ប៉ុន្តែចុងក្រោយនេះគឺការវិវត្តហ្នឹងគឺឲ្យតែមានការបន្ទន់ជំហរពីខាងទីក្រុងតេរ៉ង់មកប្រហែលជាលោកនឹងទទួលបានហើយអញ្ចឹងដូច្នេះខ្ញុំគាត់យោបល់ខ្ញុំទេខ្ញុំមិនមែនជំនាញខាងហ្នឹងខ្ញុំគាត់និយាយពាក្យថា Stone Age ហ្នឹងគឺបើយើងកុំគិតថាគាត់និយាយនឹងដូចជាមាក់ងាយអ៊ីរ៉ង់ណាយើងគាត់និយាយថាมันអាចនឹងសម្រេចបានដល់កម្រិតនឹងទេខាងអ៊ីរ៉ង់នោះគេនឹងអាចមានការចរចាណាពីព្រោះអីមានលីសមួយចំនួនឧទាហរណ៍ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ប្រធានសភារបស់អ៊ីរ៉ង់ត្រូវបានអ៊ីស្រាអែលដកចេញពីបញ្ជីដែលត្រូវតាមសម្លាប់នឹងហើយអញ្ចឹងដូច្នេះយល់ថាអាចនឹងមានអ្នកដែលអាចនិយាយគ្នាជាមួយនឹងខាងក្រៅនេះបានអញ្ចឹងមានការសម្របសម្រួលមិនផ្ទៃក្នុងរបស់គេខ្ញុំជឿថាគេមិនទុកឲ្យរហូតដល់ពីព្រោះអីលោកតាមបានបញ្ជាក់ក្នុងសន្ទរកថានោះដែរថាលោកមិន
ស្វែងរកការផ្លាស់ប្ដូររបបទេគាត់ថាមិនចង់ឲ្យផ្លាស់ប្ដូររបបអីទេគាត់ឥឡូវហ្នឹងគឺអ្នកដែលដឹកនាំមុនហ្នឹងគឺបានស្លាប់ទៅហើយតែទាំងថាអ្នកដែលកម្មថ្មីហ្នឹងគឺមានចំហដែលមិន radical ដូចមុនក៏ប៉ុន្តែការពិតជាក់ស្ដែងអ្នកខ្លះថាកូនប្រុសហ្នឹងគឺ radical ជាងឪពុកទៀតបាទអញ្ចឹងដូច្នេះបើសិនជាឪពុកមិនសូវ radical ដោយកូន radical ជាងក៏ដោយបើតាមប្រសាសន៍របស់លោកត្រាំនិយាយដូច្នេះបានន័យថាលោកក៏ស្វែងរកវិធីដើម្បីចាក់ចែងដោយមានការសម្របសម្រួលដែរអញ្ចឹងណាបាទអញ្ចឹងដូច្នេះឲ្យនិយាយឲ្យចំពាក្យថា Stone Age ជាពាក្យមួយដែលលោកប្រធាននេះទៅដីត្រាំយើងទៅដឹងចរិតគាត់ពេលខ្លះគាត់និយាយពេលខ្លះបើកាលណាគាត់សរសើរខ្លាំងពេលណាគាត់ប្រអាប់ខ្លាំងមែនតើឃើញដូចម្ដងថ្ងៃនេះគាត់នៅតែជីលោក Biden នៅឡើយពាក្យអាក្រក់ទៅឆាកអន្តរជាតិទៅជួបមេឧតង់អី G7 នេះគាត់នៅនិយាយវាយប្រហារលោក Biden អីដែរអញ្ចឹងបានតែសម្រាប់ខ្ញុំយល់ថាជាពាក្យដែលលោកត្រាំលោកជួយចិត្តប្រើចំពោះអ្នកដែលលោកខឹងក៏លោកប្រើពាក្យអាក្រក់អ្នកណាដែលលោកសរសើរគឺសរសើរកប់ពពោបាទអរគុណសុចិត្តខ្ញុំមានយោបល់ប៉ុណ្្នឹងទេបាទផ្អែកទៅលើស្ថានភាពជាក់ស្ដែងណាសុភត្រាសេងសុភត្រាហ្នឹងក៏ខានបានជួយចំពោះការផ្លាស់ប្ដូរមន្ត្រីជាន់ខ្ពស់ជាការបណ្ដេញឬក៏គាត់ដល់ចូលអាយុចូលនិវត្តន៍ព្រោះពាក្យបណ្ដេញក្នុងពេលសង្គ្រាមអាចជារបបថ្មីទៀតគឺសង្គ្រាមនេះអាចយូរជាងនេះអរគុណលោកពូបាទគាត់បាទដូចជាដល់អាយុចូលនិវត្តន៍ហើយប៉ុន្តែអាចនៅធ្វើបានតែនៅអាមេរិកគឺនៅចូលនិវត្តន៍ដល់អាយុចូលនិវត្តន៍ប៉ុន្តែនៅក៏នៅធ្វើបានដែរដូចខ្ញុំដូចខាងខ្ញុំអាយុ early retirement 57អាច early retirement បាទអាច retire ចូលដល់65 66អាច retire បានអញ្ចឹងណាបាទ67ហ្នឹងបាទ retire បាន full benefit តែពុទ្ធិហានផ្សេងមកពុទ្ធិហានអាចនឹងមុនហ្នឹងបាទពួកខ្ញុំអាច retire ឬថា67ចឹងចា67អាច retire full pay ក៏ប៉ុន្តែពេលដល់អាយុ retire ហើយខ្ញុំចង់នៅធ្វើដល់អាយុ80ក៏អត់អីដែរបាទនៅ80ក៏បានមានលោកតានៅសវីខ្ញុំមិនចេញសវីគាត់ធ្វើអាយុ80ជាងគាត់នៅធ្វើហើយ retire បានតែម្ដងឆ្នាំគាត់ក៏លាចាកឋានទៅអត់បានសម្រាប់ទេប៉ុន្តែក៏ពិបាកដែរដូចជា executive producer ខ្ញុំមួយគាត់ខ្លួនមួយបាទនិយាយរឿង private គាត់តិចគាត់ខ្លួនមួយគាត់នៅផ្ទះគាត់មិនដឹងធ្វើអីអញ្ចឹងគាត់មកធ្វើការគាត់ដល់អាយុ retire យូរគាត់មកធ្វើការចានៅជាមួយពួកខ្ញុំហ្នឹងជាគោរពជានេះការងារគាត់ជាស្រឡាញ់គាត់នៅជាមួយហ្នឹងគាត់ retire អត់បាន2ឆ្នាំគាត់ក៏ស្លាប់ទៅគាត់ចាស់ទៅបាទចឹងបានន័យថានៅខាងរដ្ឋាភិបាលសហព័ន្ធនេះគឺដល់អាយុ retire ក៏ប៉ុន្តែបើចង់នៅក៏អត់អីដែរគេចង់ឲ្យយើងនៅទៀតទៅពីព្រោះបើកាលណាយើងនៅretirement benefit ហ្នឹងគេយើងអត់តបានហើយបើយើងកាន់តែនៅកាន់តែខាតយល់ទេដែលខ្ញុំធ្លាប់បានបញ្យល់ម្ដងមានអ្នកចាំបានទេចាំបាននៅអាមេរិកទៅដល់អាយុ retire គេអត់នៅទេគេ retire ហើយឧទាហរណ៍ដូចជាខ្ញុំលើឧទាហរណ៍សក្តិខ្លះញ៉ាំខ្ញុំមិនចេញឈ្មោះណាពេលដែលគាត់ធ្វើការគ្រប់30ឆ្នាំដែលគាត់អាចដល់ retire បានណា retire បានគាត់អាច retire បានแล้วគេផ្អែកទៅលើ seniority ធ្វើប្រហែល30ឆ្នាំគាត់ retire បានហ្នឹងបើសិនជាគាត់ retire ហើយគាត់គ្រប់អាយុ retire ហ្នឹងហើយគាត់ធ្វើបានប្រហែលឆ្នាំហ្នឹងគេឲ្យតាមប្រភេទពេលកុងត្រាដែលគាត់ចូលណាបើគាត់ចូលប្រភេទមុនខ្ញុំកុងត្រាខ្ញុំផ្សេងកុងត្រាខ្ញុំបើកាលណាធ្វើ40ឆ្នាំបាន 40% នៃប្រាក់បៀវត្សប៉ុន្តែពួកអ្នកដែលធ្វើជាមួយមុនខ្ញុំកុងត្រាគេផ្សេងរត់ដូចគ្នាប៉ុន្តែកុងត្រាគេដូរគឺបើថាធ្វើបាន40ឆ្នាំគឺប្រាក់ខែបាន 80% នៃប្រាក់ខែបាទ 80% ប៉ុន្តែក៏បាន benefit អីផ្សេងដែរបាទពួកខ្ញុំបាន benefit អីផ្សេងបូកជុំនេះវាដដែលទេបាទប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺចេះអ្នកខ្លះធ្វើបានគ្រប់អាយុ retire full retirement ហ្នឹងបាទឧទាហរណ៍បើគាត់បើកឲ្យលុយ retirement បើក social security លុយ retirement គេឲ្យបែបតាម seniority ហ្នឹងមួយ social security ហ្នឹងមួយទៀតគេសន្សំទុកឲ្យរាល់ឆ្នាំបូកជាមួយនឹង TSP នៅក្នុងហ៊ុនឯកជនថា 401k បាទលុយហ្នឹង3ប្រភពហ្នឹងបូកបញ្ចូលគ្នាលុយដែលយើងដល់ retire ហ្នឹងស្រាប់តែយើងបាន$7,000ក្នុងមួយខែយើងបានសរុបទាំងអស់ឲ្យបាន$7,000ក្នុងមួយខែបើយើងអត់ធ្វើការយើង retire ណា
saoដល់ពេលអ្នកខ្លះដែលនៅធ្វើការបាន$9,000ក្នុងមួយខែអញ្ចឹងមានន័យថាម៉េចបាទបើយើងនៅធ្វើបាន$9,000ក្នុងមួយខែបើយើង retire បាន$7,000អញ្ចឹងមានន័យថាម៉េចមានន័យថាចូលដល់អាយុគ្រប់ retire ហើយហ្នឹងបើមិន retire មិនចូលនិវត្តន៍ធ្វើការដូចបានតែ$2,000ក្នុងមួយខែchứ cả mê kế thứ ba là $2,000 ក្នុងមួយខែកូនចៅបាន7,000 អីចឹងបាទវាខុសគ្នាអញ្ចឹងបាទអញ្ចឹងបើអ្នកខ្លះដល់អាយុរដ្ឋាគេទៅហើយបាទនៅក្នុងទាហានមានអាយុតាមប្រភេទគេអ្នកខ្លះអាយុ5 10 20ឆ្នាំអាច full retirement បានហើយខាងទាហានដល់ពេលដល់ថ្នាក់មេលើវាចូលថ្នាក់កម្រិតចែកទេនោះគាត់អាច retire គាត់អាចនៅប៉ុន្តែដល់ពេលនេះប្រហែលជាគាត់ដល់អាយុ retire ខ្ញុំភ្លេច check អាយុគាត់សួរក្នុងសំណួរល្អដែរដល់ពេលអញ្ចឹងគេដល់អាយុ retire អញ្ចឹងគេជឿទុកនៅទៀតឲ្យ retire ទៅអញ្ចឹងហើយគាត់ក៏ retire ទៅបាទមិនមែនតអាយុដល់អាយុចូលនិវត្តន៍គឺឲ្យគេជប់ក៏មិនបានដែរអញ្ចឹងណាបាទនឹងតតែផ្ដាស់ប្ដូរទៅការងារណាផ្សេងដែលទម្លាក់ទីពីងហើយបាទប៉ុន្តែថ្ងៃមុនមានលោកស្រីមួយនោះប្រធានខាង National Guard គាត់តដល់អាយុ retire គឺ force retire ទៅបាត់ទៅដែរបាទ early retirement ដែរបាទសុជាតិក៏ថាមិនលោកពូឃើញថាលោកតាមរងសម្ពាធច្រើននឹងធ្លាក់ប្រជាប្រិយភាពប៉ុន្តែខ្ញុំយល់ថាអ្វីដែលគាត់ធ្វើគឺមិនប៉ះពាល់ដល់អ្នកនគរទេតែមានប្រយោជន៍ខ្លះសម្រាប់អាមេរិកនិងសម្ព័ន្ធមិត្តបាទអញ្ចឹងហ៎បាទអូខេនឹងចាំមើលនឹងតើសម្ព័ន្ធមិត្តគាត់យល់មិនអញ្ចឹងណាបាទសុផាផៃតាមមើលសារភាពនៅអ៊ីរ៉ង់ដូចមិនទំនងឆាប់បញ្ចប់ដោយសម្ដីលោកតាមថា2-3សប្តាហ៍ទៀតនោះទេព្រោះមើលទៅគ្មានសញ្ញាណាថាការចរចាបញ្ចប់សង្គ្រាមទទួលបានផ្លែផ្កាក្រៅពីសម្ដីលោកប្រធានាធិបតីបាទទំនងដែរមើលជាពិសេសការវិវត្តនៅថ្ងៃនេះកាន់តែក្តៅស្លឹកត្រចៀកហើយដែលដូចក្នុងព័ត៌មានដែលខ្ញុំបានចែកម្លេចហ្នឹងគាត់ថាលទ្ធភាពនៃការចរចាហ្នឹងវាស្ដួយស្ដើងផងឥឡូវមានរឿងនេះកើតឡើងទៀតគឺប្រហែលជាអាចនឹងកាន់តែខ្លាំងណាបាទវិញឡុងជំរាបសួរបងអាមេរិកជាសមាជិក NATO ហើយឥឡូវនេះអាមេរិកមានសង្គ្រាមជាមួយអ៊ីរ៉ង់តើហេតុអ្វី NATO មិនអនុវត្តមេត្តា5សូមអរគុណពីព្រោះគេអត់តមកវាយអាមេរិកទៅវាយគេបាទបើសិនគេមកវាយអាមេរិកអានឹងបានការវាយប្រហារទៅលើប្រទេសមួយគឺជាការវាយប្រហារទៅលើប្រទេសទាំងអស់បាទខុសគ្នាណាស្រាវុធបងបាទជំរាបសួរបងតើរុស្ស៊ីចង់ឲ្យបន្តសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ឲ្យបានយូរទេអាយ៉ាសំណួរនេះល្អដែរបាទខ្ញុំថាយើងមិនដឹងពីផ្នត់កំណត់របស់លោកពូទីនទេក៏ប៉ុន្តែបើកាលណាយើងគិតចេះវិញបើកាលណាអូបន្លាយកាន់តែយូរអ្នកចំណេញគឺរុស្ស៊ីរាវុធជំរាបសួរបងតើលោកតាមមានប្រតិកម្មទេចំពោះរុស្ស៊ីជួយអ៊ីរ៉ង់បាទអត់ទាន់មានប្រតិកម្មផ្លូវការនៅឡើយទេប៉ុន្តែគាត់ថាតាមរយៈខាងមន្ត្រីអាមេរិកគាត់ថាលោកប្រធានាធិបតីដឹងថាអ្នកណាជួយអ្នកណានិយាយជាមួយអ្នកណាគាត់អញ្ចឹងណាបាទនឹមណេតស៊ូលោកពូខ្ញុំសង្ឃឹមថាសារភាពនឹងល្អប្រសើរឡើងវិញបាទខ្ញុំសង្ឃឹមដូចចឹងទៅវាអត់ល្អទេវាប៉ះពាល់មិនមែនតែប៉ះពាល់ពលរដ្ឋនៅកម្ពុជាទេគឺពិភពលោកតែមូលតែម្ដងហើយនៅអាមេរិកក៏ចឹងដែរសាំងឡើងថ្លៃច្រើនណាស់ប៉ុន្តែគាត់ថាជីវភាពអ្នកនៅអាមេរិកនេះគាត់មានកម្រិតស្តង់ដារខ្ពស់អញ្ចឹងដូច្នេះគាត់ទោះបីយ៉ាងណាក៏ដោយគាត់ប៉ះក៏ប៉ុន្តែមិនសូវប៉ះខ្លាំងណាបាទហើយវាជាផងតាមធម្មតាដូចជានៅរដូវក្តៅពីច្រើនសាំងឡើងថ្លៃពីចឹងសាំងឡើងថ្លៃអញ្ចឹងដូច្នេះវាជាការមួយប៉ះបើគ្នាដែរតែអ្នកដែលប៉ះខ្លាំងគឺអ្នកបើករថយន្តដឹកទំនិញអូគាត់ប្រើមូលប្រាក់នឹងឡើងថ្លៃណាគាត់ចាក់ឡើងថ្លៃច្រើន 50% នៃការចំណាយលើកមុនក្នុងការដាក់ទំនិញដឹកទំនិញហ្នឹងគាត់ចំណាយច្រើនជាងមុនគាត់ថារហូតដល់ 50% គឺ it's a lot of money ណាបាទប៉ះពាល់ច្រើនបាទចុងក្រោយគេភក្តីជំរាបសួរលោកពូបញ្ហាសង្គ្រាមអាមេរិកអ៊ុយក្រែនសាំងបញ្ហាសង្គមនិងបញ្ហាឃើញតាមបណ្ឌិត Facebook ច្រើនបញ្ចេញមតិមានអារម្មណ៍វងសតិអារម្មណ៍តែគួរតាមដានព័ត៌មានទៀតទេបាទខ្ញុំបាននិយាយហើយតដែរភក្តីអើយគឺភក្តីដូចលើកមុនធ្លាប់ stress ដោយសារព័ត៌មានម្ដងហើយឈប់ទៅមួយរយៈហ្នឹងមែនទេបាទតាមដានតព័ត៌មានណាដែលយកជាការបានខ្លះទៅអ្នកវិភាគនឹងជាគំនិតរបស់គាត់នឹងដូចដែលខ្ញុំធ្លាប់បានជម្រាបចឹងអ្នកវិភាគនឹងគាត់ទៅជាការ
ផ្អែកទៅលើសុចនាករនានាទិន្នន័យដែលគាត់យកមកបានហើយគាត់វិភាគទេអញ្ចឹងវាអាចខុសខ្លះអាចត្រូវខ្លះទៅតាមនិន្នាការរបស់គាត់នឹងបាទប៉ុន្តែវាមិនជារឿងមួយខុសអីទេវាមិនចឹងមិនជារឿងមួយខុសច្បាប់អីទេវាជារឿងមួយដែលគាត់បញ្ចេញមតិនឹងគាត់ជាការបញ្ចេញមតិបាទការពិតយ៉ាងណាវាផ្សេងអញ្ចឹងពេលខ្លះណាបាទអញ្ចឹងយើងស្ដាប់ព័ត៌មានណាប្រភពណាដែលច្បាស់ដោយដែលខ្ញុំបាននិយាយហើយនិយាយទៀតឥឡូវខ្ញុំសូមរំលឹកប្រិមិត្តមួយចំនួនទៀតបាទគឺកុំរស់ប្រើ Facebook ដើម្បីយកព័ត៌មានណាទៅនេះកុំរស់នៅក្នុង Facebook តាមគេច្រើនពេកវេទនាខ្ញុំដល់ពេលនិយាយខ្ញុំមិនចង់និយាយបន្តលេងនិយាយមួយចុះបាទជិះនិយាយចេះវិញឡើយនិយាយដែរកុំទៅជួយចិត្តប្រហាប់ឲ្យមិននិយាយមានអ្នកខ្លះគាត់យកអ្នកនេះអ្នកនោះមកឲ្យខ្ញុំមើលទៅអ្នកនេះចេះអ្នកនោះចេះខ្ញុំថាខ្ញុំមិនដែរស្គាល់ទេខ្ញុំមិនដែរស្គាល់ទេគាត់ថាអូគាត់នឹងល្បីនៅ Facebook គាត់និយាយអីចេះប៉ះលោកអីកំសែងចេះចុះខ្ញុំថាអត់ដែរស្គាល់សោះអត់ដែរស្គាល់សោះទៅយកមកឲ្យខ្ញុំមិនដឹងអ្នកណាទេអត់ដែរស្គាល់ខ្ញុំអ្នកព័ត៌មានផងណាខ្ញុំអត់រស់នៅក្នុង Facebook ទេប្រិមិត្តទៅខ្ញុំតាមដានតែទូរទស្សន៍ណាដែលគេសំខាន់ Facebook page ឧទាហរណ៍ page White House ខ្ញុំទៅ page Pentagon ខ្ញុំទៅ page State Department ខ្ញុំទៅ page CNN ខ្ញុំទៅ page Fox News ខ្ញុំទៅ page Bloomberg អីWashington Post New York Times ខ្ញុំទៅបញ្ជុំបារាំងអីខ្ញុំទៅនៅស្រុកខ្មែរមើលខាងក្រសួងបរដ្ឋាភិបាលខ្មែរខ្ញុំទៅមើលអញ្ចឹងបុគ្គលណាមួយខ្ញុំអត់មើលទេសូមអធិស្ឋានមកមិនតែខ្ញុំអត់មើលទេបាទយើងតើយើងចេះតាមណានៅក្នុងសម័យព័ត៌មានដែលក្នុង1ម៉ោងចេញរាប់ភ្លេចហ្នឹងគឺយើងតាមមិនអស់ទេអញ្ចឹងតែមិនអញ្ចឹងទេវិលអស់ហើយតើរៀនមើលអញ្ចឹងបានណាបាទមើលអញ្ចឹងមិនអញ្ចឹងទេគឺវិលទៅជា stress ហើយភក្តីបាទសេចក្ដីថាម៉េចសេចក្ដីក៏អូខេអូខេមកដល់ពីទៀតសំសេចក្ដីឲ្យពេជ្របុនជិនសេចក្ដីក៏ថាលោកពូរដ្ឋមន្ត្រីយុទ្ធធរកម្ពុជាថាទ្របលោកចិនស៊ីនឹងទៅរបអូសជាសមត្ថរដ្ឋបាទបើសិនជាទ្របនឹងនៅក្នុងកម្ពុជានឹងសម្បត្តិរដ្ឋហើយបាទទៅសម្បត្តិរដ្ឋហើយដល់ពេលថ្ងៃក្រោយទៅគេប្រទេសផ្សេងគេទៅចរចាយ៉ាងម៉េចអាហ្នឹងគឺបានអាចគេចរចាវិញបានពីព្រោះទុកសម្បត្តិរដ្ឋនោះគឺមិនមែនមានន័យថាយកមកចំណាយភ្លាមទេគឺបើកណ្ដាឲ្យទៅជាឯកជនអាហ្នឹងគឺអត់ប៉ះបានតែបើកណ្ដាយកមកដាក់រដ្ឋស្រាប់តែពេលហើយមានខាងប្រទេសណាគេទៅចរចាជាមួយអាហ្នឹងគេអាចនឹងឲ្យមកវិញយ៉ាងនឹងរឿងផ្សេងណាបាទគេជាខ្ញុំថាជាចំណាត់ការត្រឹមត្រូវហើយបើសិនជាគេមានគេហៅថាឯកសារច្បាស់លាស់ត្រឹមត្រូវក្នុងការចាត់វិធានការអញ្ចឹងបាទរដ្ឋគេមានសិទ្ធិបាទចុងក្រោយគេបិញប៊ុនលីនសួស្ដីលោកកំសែងសូមនិយាយរឿងខ្មែរយើងផងអញ្ចឹងហ៎បាទនិយាយរឿងខ្មែរគឺខ្ញុំបានបង្ហោះតាម Facebook ហើយដែរគឺមានថៃគាត់ចូលមកដាក់អឹមសង្ត្រីមកអឹម113ចូលមកតំបន់អូស្មាច់ឯទៀតហ្នឹងឃើញខាងក្រសួងរបស់កម្ពុជាបានបដកម្មឲ្យបើយើងមើលទៅហ្នឹងឃើញគាត់ធ្វើសកម្មភាពកាន់តែក៏ឃ្លឿនណាបាទគាត់ក៏ឃ្លឿនបាទប្រហែលជាដោយសារតែគាត់ចិត្តសម្ពោធរដ្ឋាភិបាលថ្មីរបស់គាត់ហើយគាត់យកលេសយកនេះដាក់មិនដើម្បីការពារយ៉ាងម៉េចមិនដឹងបាទណាប៉ុន្តែឃើញកម្ពុជាយើងគឺចរចាគ្នាដែរហើយឃើញមានអ្នកសួរសំណួរដែរឃើញសួរសំណួរថាតើខាងកម្ពុជាយើងហេតុអីក៏មិនតបបើពីព្រោះដូចយើងបានដឹងហើយកម្ពុជាគាត់ថាគាត់មិនប្រើហិង្សាមិនប្រើអាវុធទេគឺប្រើការទូតអញ្ចឹងដូច្នេះឲ្យអ្នកចូលមកយើងគាត់ទប់ខ្លះប៉ុណ្ណឹងហើយដឹងតាមផ្លូវច្បាប់បាទទៅខាងអន្តរជាតិនឹងឲ្យបានដឹងអញ្ចឹងបានថាពេលខ្លះយើងមើលទៅស្ថានភាពមួយចំនួនធ្វើឲ្យប្រិមិត្តមួយចំនួនគាត់មានការតឹងចិត្តខ្លះដែរបាទប៉ុន្តែខ្ញុំនិយាយត្រង់មិនមែនខ្ញុំគាំទ្របុគ្គលឬក៏ថ្នាក់ដឹកនាំណាខ្ញុំក៏និយាយជាទូទៅថាខ្ញុំមានជំនឿទៅលើការដោះស្រាយទៅលើយន្តការអន្តរជាតិបាទពីព្រោះអីជំរឿសយោធានៅតែមានយ៉ាងមិនថាកម្ពុជាអត់ទេប៉ុន្តែគាត់ថាកម្ពុជាទុកជំរឿសនេះជាជំរឿសចុងក្រោយគឺប្រើយន្តការការទូតនឹងឲ្យអស់លទ្ធភាពខ្ញុំមើលឃើញចំណុចនេះខ្ញុំគាំទ្រតថាបើសិនជាក្នុងគណៈពេលដែលយន្តការការទូតនឹងមិនទាន់អស់លទ្ធភាពនៅឡើយគឺត្រូវប្រើសិនទៅបាទ
ទុកការធ្វើសង្គ្រាមมันជាជំរឿសចុងក្រោយតែម្ដងអាហ្នឹងខ្ញុំគ្រប់គ្រងអញ្ចឹងដល់ខ្ញុំឃើញខាងរដ្ឋាភិបាលកម្ពុជាគាត់ប្រើជំរឿនហ្នឹងដែលខ្ញុំគ្រប់គ្រងនឹងបាទតែគ្រប់គ្រងជំហរណាគ្រប់គ្រងជំហរដែរប្រាស់អញ្ចឹងបាទខ្ញុំនិយាយដោយត្រង់ខ្ញុំទទួលបានការចែករំលែកហ្នឹងជាប្រចាំមកដែលខ្ញុំមាននៅក្នុង channel ដែលខ្ញុំទទួលបានឃើញរឿងច្រើនដែរណាបាទប៉ុន្តែខ្ញុំមានតំណមចេះលោកប៊ុនលីននិងលោកឬក៏លោកស្រីបាទថាបងអូនចាស់បាទប៊ុនលីនបាទខ្ញុំមានតំណមចេះខ្ញុំដូចខ្ញុំបាននិយាយប្រាប់ពីខាងដើមមកអញ្ចឹងគឺខ្ញុំមានតំណមមួយគឺរឿងហ្នឹងមានការផ្សាយជាផ្លូវការពីកាសែតអន្តរជាតិកាសែតថៃក៏ដោយកាសែតខ្មែរក៏ដោយឬក៏ខាងរដ្ឋាភិបាលក៏ដោយបាទខ្ញុំយកមកផ្សាយយកមកចែករំលែកបើសិនតែខ្ញុំដឹងដោយខ្លួនឯងខ្ញុំមិនយកទៅមកទេបើស្កាលណាព័ត៌មានហ្នឹងវាមិនទាន់ជាសាធារណៈអញ្ចឹងណាដើម្បីកុំឲ្យខុសគោលការណ៍ពួកខ្ញុំមិនអ្នកសារព័ត៌មានដែលសរសេរព័ត៌មានទៀតទេខ្ញុំគ្រាន់តែយកមកចែករំលែកបន្តអញ្ចឹងហើយបានជាខ្ញុំភាគច្រើនយកពីសារព័ត៌មានថៃសារព័ត៌មានខ្មែរក្រសួងរបស់កម្ពុជាឬក៏សារព័ត៌មានអន្តរជាតិនានាធំហ្នឹងពួកខ្ញុំចូលលើគោលការណ៍ហ្នឹងខ្ញុំគោរពគោលការណ៍ហ្នឹងប៉ុន្តែសួរថាក្រៅពីហ្នឹងព័ត៌មានផ្សេងទៀតខ្ញុំដឹងមានឯកសារមកដែលខ្ញុំមើលជាប់ជាប្រចាំដែរក៏ប៉ុន្តែគាត់នឹងមើលដើម្បីទុកដើម្បីទុកជាចំណេះដឹងផ្ទាល់ខ្លួនខ្ញុំប៉ុណ្ណឹងទេបាទអញ្ចឹងអរគុណប្រិមិត្តច្រើនដែលបានចូលមកខ្ញុំនិយាយដោយត្រង់ខ្ញុំរៀនសូត្របានច្រើនពីសំណួរដែលប្រិមិត្តសួរមកហ្នឹងបាទអញ្ចឹងមកថាខ្ញុំជឿទម្លាប់ឲ្យប្រិមិត្តយើងរៀនសួរសំណួរណាដែលគឺមានតម្លៃដែលគេចង់ឆ្លើយចង់និយាយទៅវិញទៅមកខ្ញុំតែងតែនិយាយប្រាប់ទៀតសំណួររបៀបឌៀមដាមសរសេររបៀបឌៀមដាមកុំឲ្យសោះអត់ចំណេញអីទេអ្នកអានហ្នឹងក៏វាមិនបានចំណេញអីអ្នកឆ្លើយក៏មិនបានចំណេញអីទៅវិញទៅមកដែរបាទអញ្ចឹងអរគុណណាអរគុណច្រើនបាទសូមសម្រាប់នៅចុងសប្តាហ៍ឲ្យបានសប្បាយរីករាយណាកុំភ្លេចនាំកូនចៅទៅលេងខាងក្រៅផងកុំនៅតែផ្ទះមកពេកកុំនៅតែក្នុង Facebook ពេកព្រោះ stress ក៏បាទសូមជម្រាបលាបាទ